បាទហើយសម្រាប់ពាក្យនេះគឺយើងអានថា去上班去上班ប្រែថាទៅធ្វើការអក្សរ去គឺសំឡេងទី4ដែលយើងអានសំឡេងសង្កត់去去ហើយអក្សរសាំងក៏សំឡេងទី4ដែរយើងអានសំឡេងសង្កត់សាំងហើយអក្សរប៉ានគឺសំឡេងទី1ដែលយើងអានសំឡេងស្មើប៉ានប៉ាន去上班去上班ប្រែថាទៅធ្វើការបាទហើយសម្រាប់ពាក្យនេះគឺយើងអានថា下班下班ប្រែថាចេញពីធ្វើការអក្សរ下គឺយើងអានសលេងទី4អានសង្កត់下ហើយអក្សរប៉ានគឺសលេងទី1ដែលយើងអានសលេងស្មើប៉ាន下班ប្រែថាចេញពីធ្វើការបាទសម្រាប់ពាក្យនេះគឺយើងអានថា回家回家回家ប្រែថាត្រឡប់ទៅផ្ទះអក្សរហួយគឺយើងអានសលេងទី2អានអូសឡើងលើហួយអក្សរជាគឺយើងអានសលេងទី1យើងអានស្មើជាហួយជាប្រែថាត្រឡប់ទៅផ្ទះហើយសម្រាប់ពាក្យនេះគឺយើងអានថា开车ប្រែថាបើកឡានអក្សរខាយគឺសំឡេងទី1ដែលយើងអានសំឡេងស្មើខាយហើយអក្សរឈើបាទសំឡេងទី1ដែរយើងអានសំឡេងស្មើឈើខាយឈើប្រែថាបើកឡានបាទហើយពាក្យនេះគឺយើងអានថា睡觉ប្រែថាគេងបាទអក្សរ睡គឺសលេងទី4ដែលយើងអានសលេងសង្កត់睡ហើយអក្សរជាក៏ជាសំឡេងទី4ដែរយើងអានសលេងសង្កត់ដែរជា睡觉ប្រែថាគេងហើយសម្រាប់ពាក្យនេះដែរគឺយើងអានថា起床ប្រែថាក្រោកពីគេងអក្សរឈីគឺយើងអានសលេងទី3បាទអានសលេងសង្កត់ហើយអូសឡើងលើឈីហើយអក្សរឆ្វងគឺសលេងទី2ដែលយើងអានសលេងអូសឡើងលើឆ្វងឈីឆ្វងប្រែថាក្រោកពីគេង